វាគឺជាអាវុធព្រលឹងណែនាំតែបន្ទាប់មកក៏ដឹងថាវាគឺអត់នោះទេក៏ព្រោះថាវាគឺគ្មាននៅរចនាសម្ព័ន្ធបច្ចេកវិទ្យាព្រលឹងនោះឡើយវត្ថុធាតុដើមនេះក៏គួរតែធ្វើអំពីឈើតែបែរជាពោពេញទៅដោយជីវិតអាវុធមួយនេះគឺពិតជាមិនធម្មតាមែនវងឈៀវអើបញ្ចេញវារួចហើយក៏បាននាំគ្រប់គ្នាតោះទៅ80ម៉ោងក្រោយមកយើងក៏បានឃើញនៅឈៀវអើបន្តដឹកនាំគ្រប់គ្នារត់មកដល់នៅទីតាំងមួយក៏បានឲ្យគ្រប់គ្នាឈប់សិនរួចហើយធ្វើការអង្កេតសិនយូហៅក៏ចាប់ផ្ដើមប្រើប្រាស់នៅវិញ្ញាណអង្គាររបស់គាត់ដើម្បីធ្វើការពិនិត្យមើលក៏ស្រាប់តែបានឃើញនៅប្រទេសចាស់ចាស់3នាក់ដែលកំពុងតែធ្វើអ្វីម្យ៉ាងបិសាចព្រលឹងដែលនៅក្នុងពិធីរបស់គេនោះគឺជាកណ្ដុរភ្លើងយូហៅក៏ដឹងថាគេក៏កំពុងតែចម្រាញ់នៅបិសាចព្រលឹងវាគឺពិតជាខូខើខ្លាំងណាស់បន្ទាប់មកក៏ដឹងហើយថាគេគឺជា Soul Master បិសាច Soul Master បិសាចតាចាស់ម្នាក់នងក៏បានបញ្ជានៅបិសាចព្រលឹងដែលគេទើបតែចម្រាញ់បាននោះឲ្យទៅស្វែងរកនៅទីតាំងរបស់គេភ្លាមទៅអ្នកគ្រូឆាយពេលនេះក៏បានចាត់យូហៅជាមួយនឹងវងតងធ្វើជាក្រុមជួមមុខទៅវាប្រហារវងឈៀវអើជាមួយនឹងកងយ៉ាងម៉ូធ្វើដំណើរទៅតាមផ្លូវកាត់ទៅខាងក្រោយដើម្បីស៊ើបអង្កេតពីគោលដៅនៃក្រុម Soul Master បិសាចនេះពាក់នៅផ្លាករបស់គេដែលគឺជាក្រុមអធិការកិច្ចសាលាបិសាចអមទៅដោយរបាំងមុខពេលនេះចាប់ផ្ដើមនៅសកម្មភាពដោយឡែកបើយើងក៏លេខទៅកាន់ប្រតិជាចាស់ម្នាក់នេះវិញក៏បានសួរទៅកាន់បងប្រុសហើយថាតើស្វែងរកឃើញហើយមែនទេគេបានប្រាប់ទៅថាល្អណាស់គ្រប់យ៉ាងគឺទៅតាមផែនការរួចហើយចាប់ផ្ដើមអុកនៅជ័យចរន្តរបស់គេបញ្ចេញនៅចំហាយយុទ្ធសិលពេលនោះយើងក៏ស្រាប់តែបានឃើញនៅក្រញ៉ាំមួយបានចេញមកហួយហើយជាមួយនឹងវងតងគណៈពេលដែលរត់ចូលក៏ត្រូវតែឈប់សិនចង់ដឹងណាស់ថាតើគេកំពុងតែហៅអ្វីមកបិសាចព្រលឹងដែលមកនៅផងដែរក៏ជាខ្លាឃ្មុំមួយក្លែកមកកាន់ឈៀវជាមួយនឹងកងយ៉ាងម៉ូក៏បានមកដល់នៅទីតាំងមួយហើយក៏ដូចជាដឹងថាវាគឺជាគោលដៅដែល Soul Master បិសាចទាំងនោះប្រើប្រាស់នៅកណ្ដុរភ្លើងឲ្យមកកងយ៉ាងម៉ូក៏ដឹងហើយថានៅក្នុងឡានដូច្នេះហើយឈៀវក៏បាននាំគេចូលមកមើលទៅកាន់ដំណើរកាន់លំពេញរបស់ចៅនឹងទៅគឺពិតជាមិនធម្មតានោះឡើយស្របគ្នាក៏ស្រាប់តែលើនៅសំឡេងក្រហមអ្វីម្យ៉ាងខណៈពេលដែលឈៀវបន្តដើរចូលទៅកងយ៉ាងម៉ូក៏ហាក់បីដូចឃើញនៅកែភ្នែកអ្វីម្យ៉ាងមួយគូបាត់ទៅហើយងាកទៅមើលវាគឺពិតជាធំខ្លាំងមែនទែនក៏ព្រោះថាគឺជាខ្លាឃ្មុំក្រញ៉ាំមាសងងឹតដែលមានអាយុកាល 100000 ឆ្នាំមើលទៅកាន់ចែខ្លាឃ្មុំនឹងទៅគឺពិតជាកាចខ្លាំងណាស់កងយ៉ាងម៉ូក៏បានប្រាប់ឲ្យឈៀវប្រញាប់ដកថយក៏ប៉ុន្តែនាងហាក់បីដូចជាបញ្ជូនសញ្ញាពីលំពេញរបស់នាងធ្វើការតាក់ទងនៅពេលនោះកងយ៉ាងម៉ូក៏មិនអាចទៅចោលនាងបាននោះដែរប្រញាប់ប្រើប្រាស់នៅស្នេហ៍ព្រលឹងទី1ដែលគឺជាធម្មពលក្រហមរបស់គាត់ស្របពេលដែលចូលមកវងឈៀវក៏មានការភ្ញាក់ផ្អើលដោយសារតែកងយ៉ាងម៉ូគឺមិនបានរត់ចោលនាងនោះទេនឹកឃើញទៅដល់សម្ដីរបស់ហួយយូហៅដែលនិយាយថាពួកយើងគឺជាក្រុមតែមួយពេលនោះកងយ៉ាងម៉ូក៏ចាប់អារម្មណ៍ដឹងថាមានអ្វីម្យ៉ាងខុសប្រក្រតីចំពោះខ្លាឃ្មុំនេះឲ្យប្អូនស្រីសៀវសម្លឹងទៅខាងក្រោយទៅហើយនេះក៏ជាកូនខ្លាឃ្មុំក្រញ៉ាំមាសងងឹតនេះផងដែរឃើញបែបនេះសៀវក៏នៅតែដើរចូលទៅកងយ៉ាងម៉ូបានខាត់នាងមិនថាយ៉ាងណាវងសៀវក៏នៅតែលើកលំពេងចែងចាំងនៅពន្លឺបណ្ដាលឲ្យខ្លាឃ្មុំនេះហាក់បីដូចជាមានការខ្លោបខ្លាចព្រមទាំងចោះញោមជាមួយនឹងនាងក្លែកមកកាន់ហួយយូហៅជាមួយនឹងវងតងវិញបិសាចព្រលឹងដែលនៅចំពោះមុខគាត់ក៏ជាខ្លាឃ្មុំក្រញ៉ាំមាសងងឹតនឹងដូចគ្នាដែររីឯគោលដៅនៃ Soul Master បិសាចទាំងនេះវិញគឺប្រើប្រាស់នៅវិញ្ញាណខ្លាឃ្មុំឈ្មោលដើម្បីបញ្ឆោតខ្លាឃ្មុំញីឲ្យចេញមករួចហើយឆ្លៀតនៅឱកាសមួយនេះដើម្បីលួចយកនៅកូនខ្លាឃ្មុំដែលម្ដាយរបស់វាទើបតែផ្ដល់កំណើតរួចហើយកូនខ្លាឃ្មុំដែលទើបនឹងកើតគឺងាយស្រួលនៅក្នុងការចិញ្ចឹមនៅពេលដែលវាធំឡើងគឺច្បាស់ជាខ្លាចទៅជាអាវុធកាប់សម្លាប់ដ៏ល្អបំផុតហើយតែចាំម្នាក់ទៀតក៏ចង់ចម្រាញ់នៅមេខ្លាឃ្មុំទុកប្រើប្រាស់ផងដែរហួយយូហៅបន្ទាប់ពីលឿនចឹងគឺពិតជាខឹងយ៉ាងខ្លាំងដឹងហើយថាគោលដៅរបស់ពួកគេគឺជាកូនខ្លាឃ្មុំវងតងរអ៊ូថាពួកគេគឺពិតជាខូខើខ្លាំងណាស់សម្រាប់នៅខ្លាឃ្មុំឈ្មោលបញ្ឆោតនៅខ្លាឃ្មុំញីព្រមទាំងលួចនៅកូនខ្លាឃ្មុំ Soul Master បិសាចទាំងនេះគឺមិនមែនជាមនុស្សនោះឡើយយូហៅក៏បានរំលឹកទៅដល់បាប៊ូក្រហមយប់មិញនេះក៏ជាស្នាដៃរបស់ពួកគេផងដែរតែប្អូនប្រុសរបស់គេនឹងក៏បាននិយាយហើយក៏ព្រោះថាពេលនេះពួកគេគឺកាន់តែមកចិត្តនៅកណ្ដាលនៃព្រៃស្តាទៅហើយបើសិនជាបិសាចព្រលឹងនៅក្នុងព្រៃទាំងនេះបានដឹងនោះលបងធំរបស់គេក៏បានប្រាប់ថាកុំបារម្ភអីក៏ព្រោះថាគេគឺមានផ្លូវក្រោយរួចជាស្រេចទៅហើយឲ្យមើលទៅនេះគឺជាអ្វីហួយយូហៅបន្ទាប់ពីបានមើលឃើញគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ក៏ព្រោះថាវាគឺជារបាំងមុខរបស់សមាជិកអធិការកិច្ចបិសាចប្រតិជានេះក៏បានរំលឹកហើយថាកាលពីមុនគឺមានល្អិតម្នាក់ដែលមិនដឹងថាអាយុប៉ុន្មាននឹងគឺបានតាមគាត់ព្រមទាំងត្រូវបានគេសម្លាប់ចោលហើយបើសិនជាបិសាចព្រលឹងបានឃើញនៅរបស់នេះពួកគេគឺច្បាស់ជាមាននៅកំហឹងសងសឹកទៅដល់សាលាបិសាចអប្អូនគេនឹងក៏ប្រាប់ឲ្យថាលបងគឺពិតជាឆ្លាតណាស់ព្រួយមួយបាញ់បានសត្វពីរហួយយូហៅពេលនេះគឺពិតជាខឹងយ៉ាងខ្លាំងតែតងនាងក៏បានចាប់ដៃយូហៅប្រាប់ឲ្យថាឲ្យតងជួយដល់គាត់នឹកឃើញទៅដល់សិស្សច្បងដែលត្រូវបានស្លាប់ក្នុងដៃរបស់ Soul Master បិសាចហួយយូហៅនៅពេលនេះគឺចង់សម្លាប់ពួកគេត្រឹមតែមួយគ្រាប់ពេលនេះអ្នកទាំងពីរក៏ចាប់ផ្ដើមប្រើប្រាស់នៅធម្មពលហុងតងយូហៅបានបញ្ចេញនៅអាវុធភ្លើងណែនាំដែលវាគឺជាកាំភ្លើងពិសេសកម្រិតទី7ដែលវាមានឈ្មោះថាកំហឹងរុនទះចំហើយដ៏ខ្លាំងក្លាធ្វើការបាញ់ប្រហារទៅពេញមួយទំហំ